បច្ចុប្បន្នភាពសង្គ្រាមមជ្ឈិមបូព៌ានឹងអាចកំបាំងនៃភាពស្ងប់ស្ងាត់នៅព្រំដែនកម្ពុជាថៃសូមគោរពជំរាបសួរបងប្អូនជនរួមជាតិសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗជុំវិញពិភពលោកនៅក្នុងវីដេអូនេះខ្ញុំបាទនឹងធ្វើការបច្ចុប្បន្នភាពអាប់ដេតជូននៅព្រឹត្តិការណ៍សង្គ្រាមដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោកនៅឯប្រទេសអ៊ីរ៉ង់បងប្អូនប្រហែលជាចង់ដឹងហើយថាតើពេលនេះស្ថានភាពឈានដល់ដំណាក់កាលណាទៅហើយតើក្របបែកនុយក្លេអ៊ែរអាចនឹងត្រូវគេចុចប៊ូតុងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរឬទេហើយតើសង្គ្រាមលោកលើកទី3មានលទ្ធភាពកើតឡើងកម្រិតណាក្រៅពីព័ត៌មានអន្តរជាតិចំណុចសំខាន់បំផុតដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងចង់ដឹងបំផុតនោះគឺពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជាថៃខណៈពេលដែលមានភាពស្ងប់ស្ងាត់ខុសធម្មតាតើថៃកំពុងសំងំរកល្បិចអ្វីឬមានចេតនាអាក្រក់អ្វីបន្ថែមទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាមុននឹងឈានទៅដល់សេចក្តីលម្អិតប្រសិនបើបងប្អូនយល់ថាមាតិកាព័ត៌មាននេះមានសារៈសំខាន់សូមកុំភ្លេចចុច like និង comment នៅមតិល្អៗហើយជួយ share ទៅកាន់បណ្ដាញសង្គមម្នាក់មួយផងជាពិសេសសម្រាប់បងប្អូនដែលចង់បានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសូមចុច subscribe លើ channel ចង់ដឹងទេជាការស្រេចជាដំបូងខ្ញុំបាទសូមធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការវិវត្តចុងក្រោយនៃសង្គ្រាមនៅអ៊ីរ៉ង់គូរំលឹកផងដែរថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនិងមីស៊ីលក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើគោលដៅយុទ្ធសាស្ត្ររាប់កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី1ខែមីនា ឆ្នាំ2026អ្វីដែលជាចំណុចរបត់ប្រវត្តិសាស្ត្រនោះគឺការបញ្ជាក់ជាផ្លូវការអំពីមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់គឺលោកអាយ៉ាតុលឡោះអាលីខាមីនីនិងប្រធានាធិបតីលោកម៉ាស៊ូតពេសេស្កាយែនរួមជាមួយនឹងរដ្ឋមន្ត្រីជាន់ខ្ពស់ជាង40រូបផ្សេងទៀតពួកគេត្រូវបានសម្លាប់នៅក្នុងពេលតែមួយខណៈកំពុងស្ថិតនៅក្នុងទីស្នាក់ការកណ្ដាលការវាយប្រហារនេះមិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះទេប៉ុន្តែគឺជាការវាយកំទេចក្បាលម៉ាស៊ីនដឹកនាំរបស់អ៊ីរ៉ង់ឲ្យងងឹតសូន្យឈឹងតែងដងដែលធ្វើឲ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់ធ្លាក់ទៅក្នុងស្ថានភាពគ្មានអ្នកបញ្ជាភ្លាមទោះជាយ៉ាងណាក៏ដោយកងរក្សាបដិវត្តន៍អ៊ីរ៉ង់ IRGC ដែលនៅសេសសល់បានបើកប្រតិបត្តិការសងសឹកភ្លាមដោយបាញ់ស្រោចមីស៊ីលបាឡីស្ទិកនិងដ្រូនសាហេតរាប់ពាន់គ្រឿងទៅលើគោលដៅនានាទូទាំងមជ្ឈិមបូព៌ាការវាយប្រហារនេះបានបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទីក្រុងសេមេសក្នុងប្រទេសអ៊ីស្រាអែលនិងបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅក្នុងប្រទេសស៊ីបផងដែរស្ថានភាពកាន់តែអាក្រក់ទៅនៅពេលដែលក្រុម Hezbollah នៅលីបង់បានបើកការវាយលុកទ្រង់ទ្រាយធំជួយអ៊ីរ៉ង់ដែលបង្ខំឲ្យអ៊ីស្រាអែលវាយបកវិញយ៉ាងសាហាវនៅទីក្រុងបេរុតអ្វីដែលគួរឲ្យបារម្ភបំផុតនោះគឺមីស៊ីលរបស់អ៊ីរ៉ង់មួយចំនួនបានធ្លាក់ចំតំបន់សេដ្ឋកិច្ចសំខាន់ក្នុងប្រទេសអារ៉ាប់រួមមានទីក្រុងឌូបៃនិងអាប៊ូដាប៊ីព្រមទាំងប្រទេសបារ៉ែនគុយវ៉ាតនិងកាតាដែលធ្វើឲ្យតំបន់ទាំងមូលក្លាយជាទីវាលសងសឹកគិតត្រឹមថ្ងៃទី2ខែមីនា ឆ្នាំ2026នេះចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីរ៉ង់បានកើនឡើងលើស200នាក់និងរបួសជាង700នាក់ប៉ុន្តែតួលេខពិតប្រាកដត្រូវបានគេជឿថាអាចខ្ពស់ជាងនេះឆ្ងាយណាស់សហរដ្ឋអាមេរិកក៏បានរងការខាតបង់ដែរដោយមានទាហាន3នាក់ស្លាប់និង4នាក់រងរបួសធ្ងន់នៅក្នុងប្រទេសគុយវ៉ាតចំណុចគួរឲ្យកត់សម្គាល់មួយទៀតគឺការវាយប្រហារចំរោងចក្រចម្រាញ់ប្រេងនិងទីតាំងនុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់ដែលបង្កឲ្យមានការផ្ទុះឆេហ្វយ៉ាងសន្ធោសន្ធោសនិងការបំភាយសារធាតុគីមីមួយចំនួនដែលត្រូវបានមើលឃើញតាមរយៈរូបភាពកាយរណបនេះគឺជាយុទ្ធសាស្ត្រកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ទាំងស្រុងពីពិភពលោកស្របពេលដែលមានការវាយប្រហារពីខាងក្រៅផ្ទៃក្នុងរបស់អ៊ីរ៉ង់ក៏បានធ្លាក់ក្នុងសភាពចលាចលបន្ទាប់ពីដំណឹងមរណភាពរបស់មេដឹកនាំកំពូលប្រជាជនអ៊ីរ៉ង់មួយចំនួនធំជាពិសេសយុវជនដែលធ្លាប់រងការជិះជាន់បានចេញមកលើដងផ្លូវដើម្បីអបអរសាទរនិងធ្វើបាតុកម្មប្រឆាំងនឹងរបបដឹកនាំអ៊ីស្លាមស្ថានភាពនេះបានវិវត្តទៅជាសង្គ្រាមស៊ីវិលប៉ះទង្គិចគ្នាដោយអាវុធរវាងបាតុករនិងកងកម្លាំងសន្តិសុខ
ចំពោះសេដ្ឋកិច្ចពិភពលោកតម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺលើសពី$150ក្នុង1បារ៉ែលដោយសារតែការភ័យខ្លាចថាអ៊ីរ៉ង់នឹងបិទច្រកសមុទ្រហ័រមូសដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់មហាអំណាចដូចជារុស្ស៊ីនិងចិនបានចេញមុខថ្កោលទោយការវាយប្រហាររបស់អាមេរិកយ៉ាងខ្លាំងក្លាដែលបង្កឲ្យមានក្តីបារម្ភថាវិបត្តិនេះអាចនឹងវិវត្តទៅជាសង្គ្រាមលោកលើកទី3ងាកមកមើលស្ថានភាពនៅឯព្រំដែនកម្ពុជាថៃវិញម្ដងហេតុអ្វីបានជាមានភាពស្ងប់ស្ងាត់ខ្លាំងម្ល៉េះតើថៃកំពុងសំងំរកល្បិចអ្វីទោះបីជាមិនមានព័ត៌មានផ្លូវការអំពីការផ្ទុះអាវុធទ្រង់ទ្រាយធំក៏ដោយប៉ុន្តែយោធាថៃនៅតែបន្តសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងស្ងៀមស្ងាត់ដោយអ្វីដែលសម្ដេចធិបតីហ៊ុនម៉ាណែតធ្លាប់បានលើកឡើងលើឆាកអន្តរជាតិបច្ចុប្បន្នយោធាថៃបានឈរជើងដោយខុសច្បាប់នៅលើទឹកដីកម្ពុជាកាន់តែជ្រៅទាំងការរាយលក់បន្លានិងការដាក់ទូកកុងតេន័ររារាំងមិនឲ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះសម្បែងវិញអ្វីដែលយើងគួរព្រួយបារម្ភគឺនយោបាយខ្មៅងងឹតរបស់ថៃពួកគេហាក់បីដូចជាកំពុងប្រើល្បិចពន្យាពេលដើម្បីបង្កើតស្ថានភាពថ្មី status quo នៅលើដីកម្ពុជាដោយខុសច្បាប់កាលពីសប្តាហ៍មុនមានការគំរាមកំហែងថាប្រសិនបើកម្ពុជាហ៊ានប្រើប្រាស់ប្រព័ន្ធការពារឬយន្តការណាមួយពួកគេនឹងវាយលុកឲ្យកាន់តែជ្រៅយោធាថៃកំពុងសាងសង់លេនដ្ឋាននិងត្រួតពិនិត្យ24ម៉ោងលើ24ម៉ោងដើម្បីតាមដានរាល់ចលនាទ័ពរបស់កម្ពុជាតាមការបញ្ជាក់របស់សារព័ត៌មានខៅសុតរបស់ថៃកំពុងព្រួយបារម្ភពីបញ្ហាសន្តិសុខនិងសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងវិបត្តិមជ្ឈិមបូព៌ាបាយប៉ុន្តែពួកគេមិនបានភ្លេចខ្លួនឡើយលោកអានុទីន ឡនវីរៈគុលដែលជាអ្នកនយោបាយជាន់ខ្ពស់ថៃធ្លាប់បានអះអាងពីគោលនយោបាយមិនចង់បើកច្រកព្រំដែនឬចរចាជាមួយកម្ពុជាឡើយការផ្អាកកិច្ចចរចាតាមរយៈគណៈកម្មការព្រំដែន JBC គឺជាចេតនាចង់ពន្យាពេលការវាស់វែងដីជាក់ស្ដែងព្រោះពួកគេដឹងថាបើវាស់វែងតាមច្បាប់វានឹងបង្ហាញឲ្យឃើញថាទ័ពថៃកំពុងឈរជើងលើដីកម្ពុជាដូច្នេះភាពស្ងប់ស្ងាត់នៅព្រំដែននាពេលនេះមិនមែនមានន័យថាសន្តិភាពទាំងស្រុងនោះទេប៉ុន្តែវាគឺជាការសំងំដើម្បីពង្រឹងការកាន់កាប់ខុសច្បាប់និងរងចាំមើលស្ថានភាពពិភពលោកដើម្បីកេងចំណេញលើកម្ពុជាតែប៉ុណ្ណោះសេចក្តីបញ្ចប់បងប្អូនប្រិយមិត្តជនរួមជាតិនេះគឺជាសេចក្តីលម្អិតនៃរបាយការណ៍ចុងក្រោយបំផុតគិតត្រឹមថ្ងៃទី2ខែមីនាឆ្នាំ2026ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយស្ថានភាពព្រំដែនរបស់យើងក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នាខ្ញុំបាទនឹងបន្តតាមដាននិងធ្វើរបាយការណ៍ជាលើកទី2ជូនបងប្អូននៅពេលបន្តិចទៀតនេះសូមបងប្អូនកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យពិភពលោកបានឃើញពីការពិតដែលកំពុងកើតឡើងសូមចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេសូមអរគុណនិងសូមជម្រាបលាពី Channel Peace News